haiអ្វីនៅថ្ងៃទី3ដល់ថ្ងៃទី5នៃជំងឺគ្រុនឈាមគឺជាពេលវេលាដែលគ្រោះថ្នាក់ជាងគេនៅពេលដែលកម្ដៅខ្លួនរបស់អ្នកជំងឺធ្លាក់ចុះមិនប្រកាសថាអ្នកជំងឺបានជាសះស្បើយនោះទេភាគច្រើនយើងគិតថានៅពេលដែលកម្ដៅខ្លួនរបស់អ្នកជំងឺធ្លាក់ចុះគឺជាសញ្ញាល្អប៉ុន្តែសម្រាប់ជំងឺគ្រុនឈាមវិញនៅចន្លោះថ្ងៃទី3ដល់ថ្ងៃទី5គឺជាដំណាក់កាលមួយដែលយើងត្រូវតែប្រុងប្រយ័ត្នខ្លាំងបំផុតព្រោះនៅក្នុងដំណាក់កាលនេះអាចមានការលេចធ្លាយទឹកចេញពីសរសៃឈាមដែលបណ្ដាលឲ្យសម្ពាធឈាមអ្នកជំងឺធ្លាក់ចុះនឹងឈានទៅរកដំណាក់កាលមួយយើងហៅថា shock ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលពីគ្រូពេទ្យឯកទេសឬក៏វេជ្ជបណ្ឌិតអ្នកជំងឺអាចមានគ្រោះថ្នាក់សញ្ញាគ្រោះថ្នាក់មួយចំនួនមានដូចជាអ្នកជំងឺចុកពោះក្អួតសន្លឹមពិបាកដកដង្ហើមឬមានឈាមតាមអញ្ចាញធ្មេញក្អួតមកមានលាយឈាមឬលាមកឈាមប្រសិនបើអ្នកជំងឺមានរោគសញ្ញាទាំងនេះសូមប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់សូមកុំគិតថានៅពេលដែលអ្នកជំងឺលែងក្តៅខ្លួនហើយគឺអ្នកជំងឺបានជាសះស្បើយពីជំងឺហើយនោះចំពោះជំងឺគ្រុនឈាមការតាមដាននៅថ្ងៃទី3ដល់ថ្ងៃទី5គឺជាដំណាក់កាលដ៏មានសារៈសំខាន់បំផុតសម្រាប់ការជួយសង្គ្រោះដល់អាយុជីវិតរបស់អ្នកជំងឺ